ជារឿយវាកាត់ឡើងដែលអ្នកមិនមានអារម្មណ៍ផ្លូវភេទហើយប្តីរបស់អ្នកត្រូវបានបញ្ឆេះកម្ដៅរាងកាយដោយចំណង់នៅពេលដែលអ្នកទាំងពីរមានអារម្មណ៍ផ្ទុយស្រឡះពីគ្នាវាអាចធ្វើឲ្យអ្នកទាំងពីរមានសម្ពាធដូចគ្នានៅពេលដែលអ្នកយល់ព្រមដោយគ្រាន់តែបំពេញចំណង់គាត់មិនមែនជាក្តីសុខនៃការរួមភេទពិតប្រាកដនោះទេវាធ្វើឲ្យស្វាមីអ្នកមានអារម្មណ៍ថាគាត់កំពុងត្រូវបានអ្នកប្រមាថផងដែរឆ្កាពិតណាស់បុរសចាប់ផ្ដើមមានជីវសាស្ត្រនៅពេលគេត្រៀមខ្លួនរួមភេទខណៈពេលដែលស្ត្រីត្រូវការ15នាទីដើម្បីឈានដល់កម្រិតនៃការស្រាប់ស្រាលដែលបុរសម្នាក់ឈានដល់ចំនួន3ដងនៃស្ត្រីខាងក្រោមនេះគឺជាបច្ចេកទេសភ្ញាក់អារម្មណ៍មួយចំនួនដែលនឹងជួយឲ្យអ្នកមានអារម្មណ៍ក្នុងរយៈពេល5នាទីដើម្បីស្រាយចម្ងល់ខាងលើសូមប្រិយមិត្តទាំងអស់គ្នាតាមដានស្ដាប់ជាមួយខ្ញុំដូចតទៅវិធីទី1បំផុសខ្លួនឯងស្ត្រីជាច្រើនមានអារម្មណ៍សិចស៊ីនៅពេលដែលពួកគេស្ថិតនៅក្នុងឈុតស្ដាងប្រាត់ដោយសូន្យវិធីទី2ដុតភ្លើងទណ្ហារបស់អ្នកបញ្ហាតែមួយគត់គឺថាគំនិតច្នៃប្រឌិតល្អមិនងាយស្រួលក្នុងការបង្កើតទេពេលអ្នកមិនចាប់អារម្មណ៍នឹងការរូបភេទមធ្យោបាយកាន់តែប្រសើរគឺមើលវីដេអូឬអានអ្វីមួយដែលនឹងធ្វើឲ្យដាស់អារម្មណ៍របស់លោកអ្នកវិធីទី3លើកទឹកចិត្តឲ្យគាត់លបូកអ្នកលើកទឹកចិត្តឲ្យគាត់ប្រឹងដើម្បីបញ្ឆេះអ្នកហើយដំណើរការនេះអាចជាភាពសប្បាយរីករាយសម្រាប់អ្នកទាំងពីរវិធីទី4ប្រើបច្ចេកទេសចរចាមួយចំនួនប្រសិនបើអ្នកជាស្ត្រីធ្វើការហើយនៅពេលអ្នកបញ្ចប់ការងាររបស់អ្នកនៅចុងសប្តាហ៍របស់អ្នកនឹងអស់កម្លាំងហើយអ្នកមិនមានអារម្មណ៍អ្វីទេអ្នកប្រកាសជាចង់ដេកក្នុងកលៈទេសៈបែបនេះអ្វីដែលអ្នកអាចធ្វើបានគឺប្រើធម៌ពលរបស់អ្នកដើម្បីទិញពេលវេលាការងារផ្ទះជាមួយនឹងការរំភេទនិងរីករាយជាមួយគ្នាទៅវិញទៅមកច្រើនជាងអ្នកអាចស្រមៃថាបានថែមទៀតផងវិធីទី5យកបញ្ហានៅក្នុងដៃរបស់អ្នកមធ្យោបាយលឿនបំផុតនិងឆាប់រហ័សបំផុតដើម្បីធ្វើឲ្យខ្លួនអ្នកចង់គឺអ្នកអាចបញ្ឆេះកម្ដៅរាងកាយរបស់អ្នកដោយខ្លួនឯងសម្រេចកម្មដោយខ្លួនឯងធ្វើសកម្មភាពនេះល្មមទៅបានហើយបន្ទាប់មកអនុញ្ញាតឲ្យគាត់ចូលរួមជាមួយអ្នកវិធីទី6ផ្លាស់ប្ដូរអ្នកមានអារម្មណ៍ថាអ្នកមិនចង់រូបភេទប៉ុន្តែនៅពេលអ្នកចាប់ផ្ដើមអ្នកនឹងសប្បាយជាមួយវាខាងក្រោមនេះគឺជាវិធីមួយចំនួនដែលធ្វើឲ្យអ្នកមានអារម្មណ៍សិចស៊ីពាក្យឈុត Generi ដែលបង្ហាញពីរូបរាងរបស់អ្នកពាក្យសម្លៀកបំពាក់សិចស៊ីរៀនបន្ថែមអំពីការផ្គាប់ចិត្តដៃគូរបស់អ្នកងូតទឹករួមគ្នាទទួលយកការសរសើរតាក់ទងនឹងរូបរាងនិងសមត្ថភាពរបស់អ្នកអនុញ្ញាតឲ្យអ្នកមានអារម្មណ៍សិចស៊ីរៀបចំយ៉ាងហោចណាស់បទពិសោធន៍ផ្លូវភេទមួយសប្តាហ៍សម្រាប់ក្តីស្រឡាញ់របស់អ្នកធ្វើជាអ្នកលេចធ្លោក្នុងសម័យស្នេហារបស់អ្នកបញ្ចេញសកម្មភាពស្រាល